អូខេអញ្ចឹងវីដេអូទី2នេះគឺតាក់ទងទៅនឹងការ config API key នៅលើ tool តោះអញ្ចឹងយើងចាប់ផ្ដើមបើក tool ទាំងអស់គ្នាមកអញ្ចឹងយើងដាក់ key ដែលយើងយក claim មិញណាឬយើងទិញមកដាក់ចូលមក activate អូខេអញ្ចឹងបើក tool មកគឺចេញតម្រង់បែបហ្នឹងណាអញ្ចឹងខ្ញុំសូមនិយាយលម្អិតតិចតាក់ទងទៅនឹង tool អញ្ចឹង tool នៅក្នុងនេះគឺមានថាគឺបានធ្វើការបាន4មុខងារទី1គឺយើង generate lyric ទី2គឺវា automate នៅលើ Suno មួយទៀត automate នៅលើ flow ហើយមួយទៀតគឺយើងអាច rename បទចម្រៀងយើងបានអញ្ចឹងនៅក្នុង Suno ក៏ដូចជា flow នេះគឺវាមានកន្លែង create និងកន្លែង download ណាយើងអត់ប្រហែល download ដៃឬក៏យើងចុច create មួយដៃទេគឺយើងប្រើ tool នេះសម្រាប់ automate អានេះសម្រាប់បង្កើត lyric តោះអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅកន្លែង configuration ទាំងអស់គ្នាណា API អញ្ចឹងនៅក្នុងហ្នឹងគឺមាន3ទី1គឺ Gemini DeepSeek ហើយនិង Tool Capture អញ្ចឹង Gemini ខ្ញុំគិតថាបងប្អូនចេះយកហើយមិនពិបាកទេព្រោះអានេះវាប្រើទូទៅហើយចំណុចមួយទៀតគឺ DeepSeek តើអញ្ចឹងខ្ញុំសូមបង្ហាញតិចទៅតាក់ទងទៅនឹង Gemini អូខេយើង search មក Gemini API key មកសូមត្រួសណាព្រោះខ្ញុំគិតថាវាទូទៅហើយ tool ក៏ធ្វើច្រើនតាក់ទងទៅនឹង Gemini API key ហ្នឹងអញ្ចឹងដល់ហ្នឹងហើយយើងចុចកន្លែងនេះមករូបកូនសោហ្នឹងមកអញ្ចឹងនៅក្នុងនេះខ្ញុំបានបង្កើតហើយអញ្ចឹងខ្ញុំសូមបង្កើតមួយទៀតទៅអូខេនេះ API របស់ Gemini ហើយយើងដាក់ក្នុងប្រឡោះនេះមកអញ្ចឹងបញ្ជាក់តាក់ទងទៅនឹង Gemini បងប្អូនអាចដាក់ជា multi បាន DeepSeek ក៏ដូចគ្នាបងប្អូនគាត់ទៅប្រើ Comma មកមានមួយទៀតដាក់មួយទៀតមកហើយមានមួយទៀតដាក់មួយទៀតមកណាដាក់ប្រមាណក៏បានដែរអញ្ចឹងមានថានៅពេលដែល key មួយវា limit គឺវានឹង fail back ចូល key មួយទៀតមានថាគឺវា rotate ទៅ key មួយទៀត auto អត់ពិបាកទេព្រោះ Gemini នេះវា limit អូខេអញ្ចឹងយើង check key ហ្នឹងមកដើមដើរហ្នឹងហើយ key ហ្នឹងគឺដើរណា valid 200បានថាគឺអូខេហើយប្រើបានបន្តមកទៀត DeepSeek គឺតម្រូវឲ្យបងប្អូនទិញដាក់លុយណាបានប្រើកើតអញ្ចឹងយើងចូល DeepSeek មកចូលកន្លែង access API អញ្ចឹងនៅកន្លែងនេះបងប្អូនចូលកន្លែង top up មកដាក់អញ្ចឹងខ្ញុំរីកមកឲ្យបងប្អូនដាក់$5ទៅហើយបងប្អូនថា$5ច្រើនអូខេបងប្អូនដាក់$2ទៅអញ្ចឹងវាកាត់ពន្ធ12សេនអូខេហើយក្នុងការទិញបងប្អូនអាចប្រើ PayPal ក៏បាន Mastercard ក៏បានអត់ពិបាកទេហើយកន្លែងនេះក៏ខ្ញុំអត់បាន demo លម្អិតដែរព្រោះខ្ញុំគិតថាបងប្អូនចេះហើយខ្ញុំសន្មតថាបងប្អូនដឹងណាព្រោះគាត់តែដាក់កាតចូលទេអត់មានអីពិបាកទេណាគាត់តែដាក់ឈ្មោះដាក់លេខកាតដាក់ថ្ងៃខែផុតកំណត់ហើយនឹងលេខកូដ3ខ្ទង់ហ្នឹង CVV ហ្នឹងហើយឈ្មោះកាតអូខេអាហ្នឹងខ្ញុំអត់លម្អិតទេតោះខ្ញុំថយក្រោយបន្តិចមួយទៀតបងប្អូនអាចទិញជាលុយយន់ក៏បានដែរនេះវាមានអីគេនេះអានេះដូចជា Alipay ណាដូចគ្នាបន្ទាប់ពីយើងទិញហើយយើងចូលកន្លែង API key ហើយយើង create មកអានេះដោយសារខ្ញុំ create ហើយណាចុច create key មកបងប្អូនដាក់ឈ្មោះដៃដាក់ទៅអូខេខ្ញុំលុបវិញដោយសារខ្ញុំមាន key ចាស់ហើយអញ្ចឹងកន្លែងហ្នឹងសន្មតថាបងប្អូនធ្វើបានណាកន្លែងហ្នឹងណាអញ្ចឹងខ្ញុំតេស្តទៀតអញ្ចឹងខ្ញុំហើយខ្ញុំដាក់ key របស់ខ្ញុំចូលដោយសារខ្ញុំមាន key ហើយខ្ញុំដាក់2រៀលកាលហ្នឹងហើយកន្លែងនេះខ្ញុំសុំបិទខ្ញុំអត់ឲ្យឃើញទេណាសូមអធិស្ឋានខ្ជិលដូរ key អូខេអញ្ចឹង key ខ្ញុំទិញសាមុនខ្ញុំទិញ2រៀលឥឡូវខ្ញុំប្រើអស់80ហើយច្រើនដែរបងប្អូនខ្ញុំដាក់2រៀលហើយបង្កើត lyric បានច្រើនចូលរាប់រយបទទេតបអស់ប្រហែលសេនហ្នឹង80សេនអញ្ចឹងអូខេអាចប្រើការបានហើយមួយទៀត to capture នេះគឺសម្រាប់នៅពេលដែលយើង generate Suno ដោយសារយើងប្រើ Chrome driver Selenium អញ្ចឹងពេលខ្លះវាគិតថាយើង bot អញ្ចឹងគឺវាតម្រូវឲ្យយើងចុច verify capture ណាអញ្ចឹងគឺយើងដាក់ហ្នឹងតោះយើងចូលទៅមើលតិចទៅអញ្ចឹងនេះ tool ខ្ញុំគឺ support ជាមួយនឹង to capture ណាអូខេមកដល់កន្លែងហ្នឹងយើង sign in ទៅបើសិនបើយើងមាន account ហើយបើអត់យើង sign up មកណា sign up មកហើយបងប្អូន connect ជាមួយនឹង Gmail របស់បងប្អូនមកណាតែនេះដោយសារខ្ញុំមានហើយខ្ញុំ log in ខ្ញុំ connect ជាមួយនឹង Gmail របស់ខ្ញុំនេះអាប្រភេទនេះអាហ្នឹងគេហៅថា capture ណាអូខេអញ្ចឹងខ្ញុំចុចតិចមកអានេះដូចជា L អានេះមកនេះ confirm អូខេ
នេះហើយតាក់ទងទៅនឹង captcha ហ្នឹងក៏ត្រូវដាក់លុយបន្តិចដែរហើយដាក់$5ទៅខ្ញុំ recommend ពួក$5ប្រើបានច្រើនណារាប់រយពួកដូចជាវាប្រាប់ដែរដូចជា1000 token ដូចជាអស់តែប្រហែលសេនទេតិចទេណា$5បងប្អូនប្រើមិនអស់ទេអញ្ចឹងបងប្អូនចូលកន្លែង top up មកបើបងប្អូន account ថ្មីគឺកន្លែងនេះគឺ00ណាយើង top up មកហើយតាក់ទងទៅនឹងការ top up ដូចគ្នាបងប្អូនប្រើ PayPal ក៏បានឬក៏ប្រើ Mastercard ឬ Visa ក៏បានការក៏បានបងប្អូនយក strap នេះមកហើយបងប្អូនដាក់ចំនួនលុយអញ្ចឹងគេប្រាប់ហើយនេះគឺតិចបំផុតគឺ$3អញ្ចឹងយើងដាក់3ក៏បាន5ក៏បានអូខេ add fund មកអូខេកន្លែងហ្នឹងដូចគ្នាបងប្អូនគាត់ទៅដាក់ mail របស់បងប្អូនមកដាក់លេខកាតដាក់ថ្ងៃខែផុតកំណត់ដាក់លេខកូដ3ខ្ទង់ដាក់ឈ្មោះហើយនេះដាក់ភ្នំពេញហើយនេះយើងដាក់1203ដងមកអានេះគឺលេខកូដភ្នំពេញតែប៉ុណ្្នឹងនេះបងប្អូនចុច pay ទៅគឺអូខេហើយគឺវានឹង top up បានហើយកន្លែងហ្នឹងក៏ខ្ញុំអត់លម្អិតដែរណាកុំឲ្យវីដេអូវែងពេកហើយណាមួយយើងគិតថាអូខេយើងធ្វើដល់ប៉ុណ្្នេះហើយខ្ញុំគិតថាបងប្អូនចេះគឺចេះទិញហើយមិនពិបាកទេបន្ទាប់ពីទិញហើយនេះគឺវាមាន API key នេះយើងចូលកន្លែង API ក៏បាន dashboard ក៏បានអូមកខមមកមានកន្លែងនេះ API key ណាហើយនេះយើងអាចដូរបានគ្រប់ពេលអត់ពិបាកទេអញ្ចឹងខ្ញុំប្រើនេះយើង copy អាហ្នឹងមកខ្ញុំដាក់ក្នុង tool ហើយ check មកអញ្ចឹងលុយខ្ញុំគឺនៅសល់$4.67សេននេះត្រូវណាបងប្អូនអញ្ចឹងមានថាគឺ API របស់យើងគឺរួចរាល់ហើយតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសរុបមកវិញនៅក្នុង tool នេះដល់ពេលដែលយើងបើកហើយគឺយើងត្រូវការ config API សិន API នេះគឺទី1គឺដើម្បី generate lyric ណាហើយអានេះគឺសម្រាប់នៅពេលដែល generate Suno អូខេអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់នេះជួបគ្នានៅវីដេអូបន្ត